25គឺព្រែកបង្កងបាទបងប្អូនព្រែកបង្កងភក្តីបារមីដូចជាបាទគឺស្ថិតនៅខ្សែទឹកខាងក្នុងម្ដងចំណែកឯស្រីសសុវណ្ណពេជ្រមុនីបាទឥឡូវទៅនៅខ្សែទឹកខាងក្រៅជើងទី1គាត់ទទួលជ័យជំនះបាទព្រែកបង្កងនេះផុតតែព្រែកលួងមកដល់ហើយបាទមកពីខាងស្វាយជ្រុំមកឆ្វេងដៃណាឥឡូវយើងបន្តទស្សនាបាទការពីជើងទី1ព្រែកបង្កងភក្តីបារមីដែលជាដូចជាមិនទាន់បាទឈ្នះទេណាស្រីសសុវណ្ណពេជ្រមុនីទទួលបានជ័យជំនះសម្រាប់ជើងទី1នៅខ្សែទឹកខាងក្នុងណាលោកគ្រូបាទឥឡូវបដូរខ្សែទឹកបាទបដូរខ្សែទឹកមើលបដូរខ្សែទឹកបងប្អូនមកពីព្រែកបង្កងច្រើនណាខ្ញុំដឹងថាគាត់កំពុងតាមមើលបាទគាត់តាមមើលហើយគាត់ស្ដាប់ខ្ញុំជាមួយនឹងលោកចិត្តហ្នឹងធ្វើអត្ថាធិប្បាយចាំមើលតើបើឈ្នះនឹងតសើនឹងលើកស្ទួយតែបើចាញ់អត់ទេឲ្យជួយប្រឹងតទៅទៀតណាឲ្យប្រឹងតទៅទៀតបាទទៅពេលនេះឃើញថាគូទី26ខ្សែទឹកខាងក្នុងអធិរាជកងពេជ្រសែនជ័យបាទកងទ័ពខេត្តសំទោសគូទី25អូបាទសូមស្រ័យគូទី25ព្រែកបង្កងភក្តីបារមីដែលជាបាញ់ខំប្រាប់ខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅស្រីសសុវណ្ណពេជ្រមុនីបាទអញ្ចឹងយើងឃើញថាទុកទាំងពីរចែកគ្នាដាច់ខ្សែទឹកឯកសន្តាននឹងក៏ដាច់បាទឥឡូវនេះយ៉ាងម៉េចបាទរងចាំមើលបន្តិចបាទកុំតែបំពេញខ្សែទឹកគ្នាបានទេតែបំពេញខ្សែទឹកគ្នាគឺលទ្ធផលគេសន្មត់តែម្ដងថាចាញ់បាទងាយខ្ញុំប្រកាសយកទៅហើយព្រោះនេះគណៈកម្មការបច្ចេកទេសលោកបានជម្រាបជូនហើយបាទតាក់ទងនឹងបញ្ហានេះបាទតែយើងឆ្លៀនពៀនខ្សែទឹកគេបាទស្មើនឹងចាញ់បាទការពិតនៅតែការពិតបាទបញ្ជាបច្ចេកទេសនៅតែគោរពបាទការងារទៅប្រលូននឹងជោគជ័យបាទឥឡូវបំពេញខ្សែទឹកគេមែនទេដូចជាបំពេញហើយនេះបាទបំពេញខ្សែទឹកហើយចាញ់ទៀតហីបាទអូត្រូវហើយបាទលុតហើយបាទនៅពេលនេះឃើញថាខ្សែទឹកខាងក្រៅបាទខ្សែទឹកគឺសវណ្ណស្រីសសុវណ្ណមុនីជើងទី1ក៏ឈ្នះឥឡូវគាត់ទៅនៅខ្សែទឹកខាងក្រៅដែលមានឯកឋានបាទពណ៌បៃតងនៅតែទទួលជ័យជំនះនៅជើងទី2ទៀតបាទយើងឃើញថាការអុំប្រណាំងរបស់យើងបាទចាប់ផ្ដើមរៀងរង្វល់